សូមជូនរឿងទឹកចិត្តកូនស្រីសុភីជាក្មេងស្រីអាយុ13ឆ្នាំជាកូនទី1ក្នុងចំណោមបងប្អូនទាំង3នាក់ដែលមានឪពុកម្ដាយជាកសិករក្រីក្រថ្ងៃមួយឪពុកបានហៅសុភីមកផ្ដាយផ្ដាំថាកូនស្រីមានឪពុកពេលឪពុកមិននៅកូនត្រូវជួយមើលថែប្អូនៗនិងម្ដាយព្រមទាំងជីដូនផងព្រោះម្ដាយកូនមានជំងឺប្រចាំកាយឯជីដូនក៏កាន់តែចាស់ជរារីឯប្អូនវិញក៏នៅតូចគឺមានតែកូនម្នាក់គត់ដែលជាភ្នែកជាច្រមុះជំនួសឪពុកសុភីស្ដាប់ហើយសួរឪពុកវិញថាចុះពុកគិតចង់ទៅណាពុកមិននៅស្រែទៀតទេពុកទៅរកការងារធ្វើនៅឯព្រំដែនមិនដឹង1ឆ្នាំឬ2ឆ្នាំទើបពុកមកវិញពុកនឹងសន្សំលុយឲ្យបានច្រើនសិនណាកូនក្រែងជីវភាពគ្រួសារយើងធូរធារជាងនេះសុភីឮហើយរលីងរលោងទឹកភ្នែករួចផ្ដែផ្ដាំថាតែពុកកុំភ្លេចពួកកូនពុកត្រូវតែត្រឡប់មកផ្ទះវិញមែនហើយពុកនឹងមករកកូនវិញក្រោយពីឪពុកផ្ដែផ្ដាំនិងសំណេះសំណាលជាមួយកូនរួចហើយក៏ចេញដំណើរទៅក្រោមក្រសែភ្នែកដ៏សែនកំសត់របស់ប្រពន្ធកូនតាមមើលគាត់រហូតទាល់តែដាច់កន្ទុយភ្នែកក្រោយពីឪពុកចាក់ចេញទៅបាត់បន្ទុកក្នុងគ្រួសារត្រូវធ្លាក់ទៅលើសុភីទាំងស្រុងក្រៅពីការសិក្សាសុភីឆ្លៀតពេលទៅស៊ីឈ្នួលបោកខោអាវនិងរែកទឹកឲ្យគេឯស្រែចម្ការសុភីដើរធ្វើប្រវាសជាមួយអ្នកភូមិគ្រាន់បានស្រូវខ្លះៗដាក់ជង្រុកនៅពេលវិស្សមកាលសុភីទៅទទួលនំក្រូចនំចេកបុកទូដើរលក់ពីភូមិមួយទៅភូមិមួយទៀតរហូតដល់ល្ងាចគ្រាន់បានប្រាក់ខ្លះៗជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃព្រោះម្ដាយនាងមានជំងឺធ្វើការមិនកើតឯជីដូនក៏កាន់តែចាស់ជរា2ឆ្នាំក្រោយមកគ្រួសារសុភីខំរំពឹងចាំឪពុកត្រឡប់មកវិញថ្ងៃមួយមានបុរសម្នាក់បានមកប្រាប់ម្ដាយសុភីថាឪពុកសុភីបានស្លាប់នៅក្នុងប្រទេសថៃបាត់ទៅហើយថ្ងៃក្រោយមកទៀតមានគេនិយាយថាឪពុកសុភីមានប្រពន្ធក្រោយទៀតហើយបញ្ហានេះធ្វើឲ្យសុភីរែងកង្វល់គិតរាល់ថ្ងៃនាងតែងតែយំដង្ហើយហៅឪពុកនាងឲ្យត្រឡប់មកវិញពុកអើយពុកតើពុកនៅទីណាពុកស្លាប់ឬរស់តើពុកមានប្រពន្ធចុងក្បត់ម៉ែបោះបង់កូនចោលហើយមែនទេខ្ញុំចង់ឃើញពុកណាស់រីឯម្ដាយសុភីក្រោយពីឮដំណឹងអកុសលបែបនេះណាមួយមានជំងឺប្រចាំកាយផងគាត់គិតបារម្ភសោកសង្រេងរហូតពេលខ្លះคล้ายជាមនុស្សវិកលចរិតតាំងពីម្ដាយនាងធ្លាក់ខ្លួនជាមនុស្សវិកលចរិតមកធ្វើឲ្យសុភីកាន់តែមានការលំបាកក្នុងជីវិតចេះតែដើរលក់នំផងធ្វើការផ្ទះផងធ្វើការសាលាផងហើយត្រូវមកតាមថែម្ដាយដែលតែងអង្គុយសើចជុំម្នាក់ឯងជួនដើរចេញពីផ្ទះបាត់សុភីបានទៅជួបលោកនាយកសាលាហើយសុំការអនុញ្ញាតលោកគ្រូខ្ញុំសូមឈប់រៀនហើយព្រោះគ្មានអ្នកណាមើលថែម្ដាយខ្ញុំទេម្យ៉ាងវិញទៀតខ្ញុំរវល់ដើរលក់នំដើម្បីជីវភាពគ្រួសាររបស់ខ្ញុំសុភីយើងមិនឲ្យឯងឈប់រៀនទេឯងជាសិស្សពូកែនិងមានសិលធម៌ល្អម្នាក់ដែរឆ្នាំក្រោយនេះឯងត្រូវប្រឡងចូលអនុវិទ្យាល័យហើយប៉ុន្តែលោកគ្រូបញ្ហាគ្រួសារខ្ញុំគ្រូដឹងថាឯងមានផលពិបាកក្នុងគ្រួសារដូច្នេះលោកគ្រូនឹងជួយសម្រាលរាល់អវត្តមាននិងសំណុំពរឲ្យសិស្សក្នុងសាលាជួយវិភាគទានមនុស្សធម៌ដល់ឯងខ្លះដើម្បីយកទៅផ្គត់ផ្គង់ដល់គ្រួសាររបស់ឯងក្រោយពីលោកនាយកសាលាមានចិត្តសន្តោសប្រណីដល់នាងមកសុភីហាក់ដូចជាមានទឹកចិត្តបន្តិចឡើងវិញ
ប្រលប់ថ្ងៃមួយបន្ទាប់ពីនាងត្រឡប់មកពីលក់នំវិញមកដល់ផ្ទះក៏បាត់ម្ដាយសុភីសួរជីដូនថាលោកយាយម៉ែទៅណាយាយមិនដឹងទេម្ដាយឯងបាត់ខ្លួនតាំងពីព្រឹកយាយក៏ពីងពពើមបែបនេះទៅតាមម៉ែឯងមិនទាន់ពុទ្ធោម៉ែខ្ញុំនៅឯណាសុភីប្រញាប់រត់ទៅរកម្ដាយក្នុងភូមិរហូតដល់វាលស្រែនាងគិតបារម្ភខ្លាចម្ដាយវង្វេងស្មារតីទៅចងកសម្លាប់ខ្លួនឬក៏លង់ទឹកស្លាប់ដោយប្រការណាមួយនាងដើរបណ្ដើររត់បណ្ដើរយំផងស្រែកផងសួរចាស់ថាមីងពូមានឃើញម្ដាយខ្ញុំទេពូមិនឃើញទេមីងក៏មិនបានឃើញដែរប្រលប់បន្តិចសុភីបានជួបក្មេងៗខ្វៀលគោក៏សួរថាអូនមានឃើញម្ដាយបងទេម្ដាយបងជានរណាសុភីរៀបរាប់ភិនភាគក្មេងប្រុសម្នាក់ឆ្លើយថាខ្ញុំមិនបានឃើញមនុស្សបែបនេះទេតែខ្ញុំបានឃើញខ្មោចឆៅនៅក្នុងខ្ទមរខិរខាម្ដងយំម្ដងសើចក្រហឹមបន្តិចធ្ងោបន្តិចដំឡើងភ្នែកលៀនអណ្ដាតមានស្រមោលស្ទង់សក់កន្ទ្រើងពួកខ្ញុំរត់មិនទាន់ទាំងបាត់ភ័យផងក្មេងប្រុសម្នាក់ទៀតនិយាយថាមែនហើយបងខ្ទមនោះប្រហែលជាមានខ្មោចព្រីមែនហើយខ្មោចព្រីនោះនៅឯណានាំបងទៅមើលពួកខ្ញុំមិនហ៊ានទៅទេបងទៅម្នាក់ឯងចុះសុភីឮហើយស្រោតដំណើរទៅកន្លែងនោះភ្លាមសុភីទៅដល់ខ្ទមនោះទើបដឹងថាជាម្ដាយស្ថិតក្នុងទីងងឹតស្ទង់សុភីស្រែកហៅម្ដាយម៉ែទៅផ្ទះយើងវិញម្ដាយឮសំឡេងសុភីមិនបានដឹងថាជាសំឡេងកូនទេក៏ស្ទុះមកបើកភ្នែកធំក្រហឹមដាក់កូនទាំងកំហឹងនាងឯងចង់យកប្តីអញទៅណាឬក៏នាងឯងជាអ្នកសម្លាប់ប្តីអញគាត់ស្ទុះមកស្របាច់កោសុភីក្នុងកាយវិការដូចជាខ្មោចឆៅសុភីប្រឹងរើបំរាស់ប្រទាញដៃម្ដាយចេញដោយទឹកភ្នែកអូររហាមខំនិយាយលួងម្ដាយថាម៉ែខ្ញុំទេខ្ញុំជាកូនស្រីរបស់ម៉ែណាសុភីពោលបែបនេះពីរ3ដងទើបម្ដាយស្វាងអារម្មណ៍ដឹងថាជាកូនរួចក៏យំអោបគ្នាសុភីគ្រាម្ដាយត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវមានភ្លៀងរលឹមស្រិចមិនដាច់សោះធ្វើឲ្យសុភីនិងម្ដាយតទឹកជោគមកដល់ផ្ទះឃើញជីដូននិងប្អូនអង្គុយរហ័ងពួកគេត្រេកអរយ៉ាងក្រៃលែងនៅពេលឃើញម្ដាយនិងបងស្រីត្រឡប់មកវិញនៅក្នុងខ្ទមក្រោមពន្លឺចង្កៀងផ្លុងសុភីបានផ្លាស់ប្ដូរសម្លៀកបំពាក់រួចសិតសក់ឲ្យម្ដាយហើយនាំម្ដាយទៅសម្រាកនៅលើគ្រែយកភួយមកដណ្ដប់ក្នុងអាការៈម្ដាយកំពុងក្តៅខ្លួនរងាញ័រទៅត្រឹកសុភីនិយាយថ្នមទៅកាន់ម្ដាយថាម៉ែសម្រាប់សិនចុះចាំកូនទៅដាំបបរឲ្យម៉ែពិសាសុភីទៅដាំបបររួចយកមកបញ្ចុកម្ដាយប៉ុន្តែជាការអត់ប្រយោជន៍ម្ដាយនាងអូបបានតែ2-3ម៉ាត់ក៏ក្អួតចេញមកវិញហើយមានអាការៈប្រែជាក្តៅត្រឡប់ត្រលិនមមាយសុភីដឹងថាម្ដាយខ្លួនមានអាការៈមិនស្រួលក៏ប្រញាប់រត់ចេញទៅក្រៅសុភីបានទៅប្រាប់អ្នកជិតខាងឲ្យមកជួយម្ដាយខ្លួនលោកពូអ្នកមីងជួយម៉ែខ្ញុំផងគាត់ក្តៅខ្លួនខ្លាំងណាស់ភ្លាមនោះចាស់មួយចំនួនក៏ទៅជម្រាបប្រធានភូមិនិងប្រធានសហគមន៍ពួកគេបានដឹកម្ដាយសុភីទៅកាន់មន្ទីរពេទ្យហើយគ្រូពេទ្យបានព្យាបាលនិងឲ្យលាបថ្នាំសម្រួលអារម្មណ៍ធ្វើឲ្យម្ដាយសុភីបានធូរស្បើយហើយសម្រានលក់ទៅសុភីដេកកំដរម្ដាយជួយដូរកន្សែងទឹកគ្របក្បាលឲ្យម្ដាយហើយអង្គុយបក់ផ្លិតឲ្យម្ដាយរហូតចិត្តភ្លឺក៏បានក្រាបដេកក្បែរចុងជើងម្ដាយមួយស្របក់ទៅថ្ងៃនេះថ្មីត្បិតតែសុភីអត់ងើយកំដរម្ដាយឈឺពេញមួយយប់មែនតែនាងសប្បាយចិត្តណាស់ព្រោះជំងឺម្ដាយនាងបានធូរស្រាលជាងមុនបន្ទាប់ពីចេញពីសាលារៀននាងបានទៅលក់នំដោយសពដងកូនសិស្សនិងអ្នកភូមិដែលបានដឹងរឿងសុភីនាំគ្នាអាណិតជួយទិញនំនាងគ្មានសល់
ពេលត្រឡប់មកវិញនាងបានអង្គុយក្រោមម្លប់ឈើសញ្ជឹងគិតថាប្រាក់ដែលចំណេញបានបន្តិចបន្តួចនិងប្រាក់កម្រៃជួយធ្វើការឲ្យគេនោះនៅតែមិនគ្រប់គ្រាន់សម្រាប់ជីវភាពគ្រួសារបើពេលណាម៉ែឈឺធ្ងន់តើខ្ញុំបានលុយឯណាទិញថ្នាំព្យាបាលឲ្យគាត់សំណួរនេះធ្វើឲ្យសុភីគិតថាត្រូវតែសម្រេចចិត្តឈប់រៀនហើយទៅសុំមេភូមិនិងមេឃុំឲ្យជួយធ្វើសម្បត្តិកំណើតថែមអាយុឲ្យគ្រប់18ឆ្នាំដើម្បីទៅធ្វើជាកម្មការិនីរោងចក្រប៉ុន្តែការគិតរបស់នាងបានផលជាអវិជ្ជមានព្រោះនាងតូចពេកហើយម្យ៉ាងទៀតគ្មានអ្នកណាមើលថែម្ដាយនាងជីដូននិងប្អូនឡើយ3ខែក្រោយមកនាយកសាលាព្រមទាំងប្រធានសហគមន៍បានចូលរួមសហការគ្នារកដំណោះស្រាយជួយសុភីគេបានរាយការណ៍ទៅថ្នាក់លើរហូតដល់រាជធានីភ្នំពេញម្ដាយសុភីត្រូវបានអង្គការសង្គ្រោះជនក្រីក្រនិងស្ត្រីមានវិបត្តិយកទៅមណ្ឌលថែរក្សាព្យាបាលជំងឺសរសៃប្រសាទធ្វើឲ្យសភាពគ្រួសារសុភីបានធូរស្រាលមួយកម្រិតមួយឆ្នាំក្រោយមកម្ដាយសុភីបានជាសះស្បើយស្ទើរតែទាំងស្រុងប៉ុន្តែគាត់នៅតែបន្តការលាបថ្នាំជាប្រចាំរាល់ថ្ងៃថ្នាំនោះត្រូវមកបើកនៅមន្ទីរពេទ្យរុស្ស៊ីរៀងរាល់ខែបវេសនការឆ្នាំថ្មីនេះសុភីបានប្រឡងជាប់អនុវិទ្យាល័យក្នុងវ័យ15ឆ្នាំសុភីត្រូវមានឈ្មោះជាសិស្សគំរូប្រចាំស្រុកក្នុងការរៀនសូត្រនិងការតស៊ូដើម្បីគ្រួសារនាងសប្បាយចិត្តហាក់ដូចជាមានជីវិតសារជាថ្មីព្រោះម្ដាយនាងឥឡូវនេះគាត់អាចធ្វើស្រែចម្ការបានអាចមើលថែប្អូនបានសុភីបដិញ្ញាចិត្តថានាងនឹងខិតខំរៀនសូត្ររហូតបានក្លាយជាគ្រូបង្រៀននៅក្នុងសាលាឃុំស្រុកនេះនាងតែងតែអប់រំដល់ប្អូនរបស់នាងឲ្យខិតខំរៀនសូត្រព្រោះជីវិតមិនត្រូវពឹងតែលើពលកម្មនោះទេទោះបីជាយើងជាក្មេងកំព្រាឪពុកឬម្ដាយហើយក្រីក្រយ៉ាងណាក្ដី